មិនសោចមិនយំទេមានតែអាណិតតែពេលខ្លះក៏គិតថាប្រហែលជាបាបកម្មដែលអ្នកត្រូវបណ្ដាសាម្ចាស់ដីអ្នកឯងគ្មានដីទេអ្នកឯងគ្មានដីទេមកសុំដីខ្មែរនៅរហូតដណ្ដើមដីខ្មែរបង្កើតបានជានគរហើយនៅបន្តចង់បានដីខ្មែរថែមទៀតព្រមទាំងកាល័យប្រវត្តិសាស្ត្រថាខ្មែរលួចដីអ្នកឯងទៅវិញរយៈពេលជាង500ឆ្នាំប្រទេសអ្នកឯងគ្មានសង្គ្រាមតែពេលនេះប្រទេសអ្នកឯងមានសង្គ្រាមហើយគឺសង្គ្រាមជាមួយធម្មជាតិសង្គ្រាមជាមួយអ្វីៗដែលអ្នកបានធ្វើក្នុងនាមជាប្រជាជនខ្មែរមួយរូបខ្ញុំសូមបួងសួងដល់ទេវតាវត្ថុស័ក្តិសិទ្ធិក្នុងលោកខ្ញុំសូមប្រគល់ទឹកដីដើមកំណើតរបស់ខ្ញុំប្រគល់ទៅឲ្យព្រះគង្គាព្រះម៉ែធរណីចាត់ចែងជំនួសប្រជាពលរដ្ឋខ្មែរផងចុះ